ព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាកតញ្ញូជាមូលដ្ឋានគ្រឹះសម្រាប់សាងគុណធម៌ទាំងពួងកូនណាពលរដ្ឋណាដែលអត់មានកតញ្ញូក្នុងខ្លួនมันអាចធ្វើធំបានទេมันអាចសាងខ្លួនជាអ្នកមានតម្លៃបានទេអត់ត្មងចឹងកតញ្ញូនេះខ្លាំងកូនណាដែលស្អប់ម្ដាយវាយត្រង់ធ្វើបាបម្ដាយតែតែវិនិច្ឆ័យបើដល់សម្លាប់ទៀតអានឹងចុះអនន្តរិយកម្មប៉ុន្តែគ្រាន់តែប្រហើនគ្រាន់តែខ្លាចគាត់នឹងទៅបាទគូណាចឹងគឺកតញ្ញូនេះលេខ1ផ្ដាំដល់យុវជនទាំងអស់ទាំងប្រុសទាំងស្រីចេះគោរពមេដាបេដាទុកដូចជាព្រះព្រោះលោកជាព្រះជាប្រពុតប្រចាំផ្ទះពេលដែលអ្នកយកបាយទៅប្រគេនលោកថាបើអត់មានជូនម្ដាយឪពុកនៅផ្ទះហ្នឹងលោកអត់ទទួលទេបាទត្រូវម្ដាយឪពុកជាធំបាទនឹងហើយកតញ្ញូអត់មានកតញ្ញូមិនអាចបោះជំហានទៅធ្វើអីកើតបាទតែឈានទៅច្បាំងងាប់បាទកតញ្ញូជាមូលដ្ឋានគ្រឹះនៃគុណធម៌ទាំងពួងបាទ